Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកគ្នាតទៅនឹង IVG ហើយសម្គាល់ IVG ហើយតើ IVG នឹងមានទម្រង់បែបម៉េចហើយមានប្រមាណអញ្ចឹងណាអូខេ IVG គឺជាកម្រិតនៃអ្នកទិញនិងអ្នកលក់អញ្ចឹងនៅពេលទីផ្សារនោះត្រឡប់ចូលជាមួយនឹងIVG នឹងយើងអាចរកឱកាសមួយចូលទិញឬក៏ចូលលក់អញ្ចឹងទៅអូខេហើយរបៀបសម្គាល់នោះគឺ IVG គឺមាន4មានជាមួយនឹង CB BC ILG និង Berlin Brand អ្នកខ្លះគាត់ដឹងថាIVG នេះពេលខ្លះ Berlin Brand គាត់អត់សូវដឹងអត់សូវប្រើប្រាស់ទេហើយបើសិនគាត់ដឹង Berlin Brand គឺការរយទីផ្សារខ្លាំងមែនទែនហើយអាចយក profit បានច្រើនលេខទៀតអូខេតោះអញ្ចឹងខ្ញុំមកបញ្ចូលទៅនឹង CB សិន CB សម្រាប់ទីផ្សារតម្លាក់ហើយពាក្យពេញគឺនេះ sell side imbalance buy side inefficient អញ្ចឹងគេអាចចាប់យកបាននៅពេលដែលទីផ្សារនេះប្រកបទៀនធ្លាក់មកមាន3គ្រាប់បែបហ្នឹងតែគ្នាកំណត់ស្គាល់ចាប់ជាមួយនឹងវិញនេះវិក low ទី1ជាមួយនឹងវិក high ទី3អញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ជាមួយនឹង IVG អញ្ចឹងខ្ញុំនឹងបញ្យល់បន្ថែមទៀតបើសិនជាទីផ្សារហ្នឹងកំពុងតែធ្លាក់ហើយអូខេអញ្ចឹង sell side កំពុងតែរុញមកខ្លាំងមែនទែនអញ្ចឹងអ្នកលក់នៅក្នុងហ្នឹងគឺ 100% ប៉ុន្តែបានចូលទិញបាន 100% ទេតែបានតែ70%អញ្ចឹងអ្នកលក់នៅ 30% ទៀតនៅក្នុងចលនាប្រហោងហ្នឹងហើយអញ្ចឹងបើគេទីផ្សារហ្នឹងគឺតែធ្លាក់មកគឺតែទៅយកជាមួយ IVG ហ្នឹងហើយបន្តធ្លាក់មកវិញបន្តធ្លាក់តាមបន្តិចធ្លាក់មកវិញអញ្ចឹងទីផ្សារមួយណាដែលគេអាចចូលលក់នៅក្នុងតំបន់ IVG ហ្នឹងអញ្ចឹងឱកាសមួយដែលល្អសម្រាប់ក្នុងការចូលលក់មកវិញតោះជាមួយនឹងសំទីជាមួយនឹង buy side វិញ BC វិញចាឥឡូវយើង BC នេះយើងប្រៀបដូចនិយាយទៅត្រឡប់គ្នាណាគ្នានេះ buy side imbalance sell side inefficient វិញយើងត្រឡប់គ្នាវិញសម្រាប់ក្នុងការចូលរងចាំចូលទិញវិញអញ្ចឹងយើងចាប់ជាមួយនឹង week high ទី1វិញនេះ week high ទី1ហើយជាមួយនឹង week low ទី3ចាំមកយើងអាចកន្លែងនេះគឺជា IVG ហើយអញ្ចឹងនៅពេលទីផ្សារនោះឡើងខ្លាំងបើកើតយើង week វែងឬក៏មាន week ទេប៉ុន្តែទីផ្សារនោះគឺត្រឡប់ចូលនៅក្នុងតំបន់នោះវិញមានថាអ្នកទិញ 100% ទិញឡើងខ្លាំងមែនទែនទីផ្សារគឺទិញយកមកដល់ពេលហ្នឹងខ្វះអ្នកទិញរងចាំទិញហ្នឹងគឺ 20% ទៅ 30% ទៀតអញ្ចឹងទីផ្សារហ្នឹងគឺនឹងបន្តរុញច្រានមកវិញរុញជាមួយចូលក្នុងកម្រិត IVG ហ្នឹងហើយទៅត្រឡប់ទៅលើវិញអញ្ចឹងការរងចាំរបស់គេគឺគេរងចាំនៅចូលទិញនៅក្នុង IVG ហ្នឹងហើយអញ្ចឹងសម្រាប់ការចូលគឺគេអាចរងចាំឱកាសមួយដែលល្អគេចូលទិញនៅក្នុង IVG សម្រាប់ BC ហ្នឹងបន្តមកយើងចូលជាមួយនឹងILG វិញតោះ ILG អ្នកគ្នាមើលសម្គាល់មួយបើសិនមានបកគោក្រហមធ្លាក់មកវែងប៉ុន្តែបើកាត់ជាមួយទៀនបេតងមួយឡើងទៅលើឲ្យបិទចិត្តទាំងអស់កប់ដាក់ជាមួយនឹងទៀនក្រហមនេះអូខេនេះគឺជាពីរហ្នឹងអាចរឹងមាំដូចគ្នាឲ្យខ្លាំងទៀតតោះអញ្ចឹងខ្ញុំនឹងគូឲ្យអ្នកគ្នាមើលដាក់អញ្ចឹងយើងចាប់ជាមួយនឹង 8 week low ទី1និង2 high ទី3បងហើយយើងអាចសរសេរបានកន្លែងហ្នឹងគឺ ILG មិនបានយើងអាចសម្គាល់ ILG នៅត្រង់ហ្នឹងបានគឺអ្នកបកគោទៀនទី4នេះគឺបានក្របដណ្ដប់ទៅលើបកគោទៀនទី3ចុងក្រោយនេះហើយបិទជាមួយនឹងវិកនេះទៀតនៅលើវិកនេះទៀតអញ្ចឹងក្របដណ្ដប់ទាំងអស់អញ្ចឹងហើយគឺវាចេញជាអក្សរ I មួយអញ្ចឹងមកថាជា ILG ហើយកម្រិតទីផ្សារនោះគឺអាចនឹងរៀង sideways នៅម្ដុំហ្នឹងប៉ុន្តែមុននឹង sideways ហើយរុញឡើងទៅលើខ្លាំងនេះអញ្ចឹងអាចនឹងឡើងទៅលើបាត់នេះចុះបាត់នេះឡើងបាត់នេះចុះមកតំបន់ហ្នឹងទីបុកទៅខ្លាំងអូខេបុកទៅលើខ្លាំងមកអញ្ចឹងគេអាចចូលក្នុង entry នៅតំបន់ ILG ហ្នឹងបានសិនតែចង់ចូលបាយតោះអញ្ចឹងជាមួយ Berlin Brand គឺស្រួលសង្កល់ដូចគ្នាអ្នកនេះអាចមើលជាមួយនឹងគោលទៀនធ្លាក់មកអញ្ចឹងអានេះខ្ញុំពូតទៅ3ទេតែពេលខ្លះគោលក្រហមមកធ្លាក់មកបន្តវែងទៀតអូខេយើងកំណត់សង្កល់ពីខាងក្រោមទៅវិញបើសិនជាបង្កើតជាមួយនឹងប៊ូនេះទៅវិញហើយជាមួយបង្កើតគោលទៀនពណ៌បៃតងនេះអញ្ចឹងនេះអាចកំណត់សង្កល់បាននៅត្រង់នេះបានអញ្ចឹងការចាប់វិញហើយវិញដោអ្នកជាគួរតែចាប់ជាមួយនឹងដូចជាមួយនឹង ILG នេះចាប់ហ៎ដល់នេះមកនេះវិក1ទី3នេះវិកដែលវាឡើងទៅទី3នេះចាប់ជាមួយវិកទី1នេះស្មើគ្នាហើយជាមួយនឹងវិក high ចុងក្រោយគេនេះមកស្មើគ្នាអញ្ចឹងកន្លែងនេះគឺជា Berlin Brand ហើយ Berlin Brand ហ្នឹងអ្នកគ្នាគឺរុញខ្លាំងមែនតើបើសិនអ្នកគ្នាចង់លងទិញហ្នឹងគឺ profit បានច្រើនលេខតោះចុងទីផ្សារមួយហ្នឹងគេនឹងរងចាំចូលក្នុង Berlin Brand ហ្នឹងអញ្ចឹងខ្ញុំដូចឧទាហរណ៍ឬក៏គោជាសម្រាប់រុញអ្នកគ្នាមួយទីផ្សារនេះផ្លាស់ប្ដូរមក bearish ផ្លាស់ប្ដូរទៅ bullish វិញអញ្ចឹងពីការចុះខ្លាំងទៅឡើងខ្លាំងវិញអញ្ចឹងនៅពេលដែលមានបកគោទៀនយើងរងចាំមើលវិញបកគោទៀនពណ៌បៃតងមួយកំពុងតែឡើងទៅលើវិញ
ឡើងទៅលើហើយការចំនួនគោលធានទី2ទៀតឡើងទៅលើទៀតឡើងហើយការចំនួនគោលធានទី3ឡើងទៅលើទៀតហើយជាទម្រង់បែប balance price នេះអ្នកគ្នាគួររងចាំចូល entry buy នៅតំបន់នេះវិញអញ្ចឹងទីផ្សារមួយនេះអ្នកគ្នាតែងដឹងហើយមិនមែនទៅគឺវាហោះទៅព្រាមលឿនទេអញបានថាហោះទៅលឿនព្រាមដល់មានម៉ោងព័ត៌មានមួយទៅទីផ្សារពីបុកខ្លាំងអញ្ចឹងទីផ្សារបុកខ្លាំងគឺអត់មាន strategy ណាមួយទៅទុកព័ត៌មានបានទេគឺយើងអាចបានថា trade ទៅតាមព័ត៌មានវិញអូខេអញ្ចឹងទីផ្សារមួយហ្នឹងបុកឡើងទៅលើមកវិញចុះមកវិញតាមទីចុះពុកចូលជាមួយនឹង balance price ហ្នឹងបុកទៅលើវិញឬក៏បុកខាងនេះហើយចុះមកទីបុកទៅខ្លាំងយល់ទេណាគេគឺទីផ្សារមួយហ្នឹងគឺបាត់ហ្នឹងអញ្ចឹងការចូល entry អ្នកគ្នាអាចចូលក្នុង entry balance price ហ្នឹងបានហើយសម្រាប់stop loss អ្នកគ្នាអាចដាក់ក្រុម big របស់វាមក big នេះក៏បានដែរឬក៏បានតិចចឹងវា big ទី2ក៏បានដែរតែខ្លះ big ទី2នេះអត់វែងទេបានតិចអ្នកគ្នាដាក់ជាមួយនឹងកន្លែងហ្នឹងមកអូខេគឺបែបហ្នឹងអញ្ចឹងបើសិនអ្នកគ្នារាល់ការចម្ងល់ហើយអ្នកគ្នាអាចឆាចូល page មកខ្ញុំបានបើសិន page ហ្នឹងហើយបើសិនខ្ញុំបញ្ចូលទៅត្រង់ណារៀងខុសទីទួចអីខ្ញុំសូមអភ័យទោសផងហើយនេះគឺជាការចែកចម្លែករបស់ខ្ញុំទៅទេហើយសូមអ្នកគ្នានឹងយកសិក្សាទៅបរិញ្ញាបត្រទៀតអូខេតោះឥឡូវយើងមកមើលផ្សាយកន្លែងនេះវាប្រកបជាមួយនឹង balance price ដែរមួយនេះអញ្ចឹងទីផ្សារវាក្រោយមកខ្លាំងតិចអត់បានទៅយកជាមួយ IVG មួយនេះទេមានថា IVG នេះគឺ sell imbalance និង buy side inefficient អូខេអញ្ចឹងការរកចាំរបស់យើងគឺនៅក្នុងហ្នឹងអញ្ចឹងយកចាំទៅនៅ IVG នេះនៅឡើយគឺមាន IVG ដែរអ្នកគ្នានេះបើនេះគឺ IVG អញ្ចឹងទីផ្សារមួយហ្នឹងមកយក IVG នេះឲ្យ sell បានមិនសិនឡើងមកធ្លុះចាំ sell នៅតំបន់ IVG អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកគ្នាចង់បង្កើត account trade អ្នកគ្នាអាចទៅមកខ្ញុំបានហើយបើសិនគេចង់សិក្សាបន្តអ្នកគ្នាអាចទៅមកខ្ញុំបាននេះគ្នាអរគុណច្រើនសម្រាប់ទស្សនាកម្មវិធីនេះបាយបាយ